Bảo ôn màនេះគឺជាខ្លងទ្វារចូលសង្ក្រានឧត្តរបាទសង្ក្រានឧត្តរមានជ័យបាទដែលប្រពធ្វើនៅថ្ងៃទី14 15និង16បាទបើសិនជាមកថតយប់គឺស្អាតមែនទេបាទសង្ក្រានឧត្តរសូមស្វាគមន៍បាទអូមែនទេបាទតែងមួកក្រមាភ្លើងពណ៌បាទមានជាឧបករណ៍នេសាទបុរាណអូស្អាតមែនបាទក្នុងគឺជាកន្លែងពូនភ្នំខ្សាច់បាទដាក់ស្លាកថាភ្នំខ្សាច់ឧត្តរបាទបងប្អូនយើងកំពុងតែរៀបចំបង្ហើយការងារបាទចង្វាក់សារវ័នភ្នំខ្សាច់បាទជាងគាត់កំពុងតែឆ្លាក់បាទខ្លងទ្វារចូលភ្នំខ្សាច់នេះមាន4បាទ4ទិសខាងលិចខាងកើតជើងត្បូងបាទសកម្មភាពជាងកំពុងតែរចនាភ្នំខ្សាច់បាទភ្នំមានដល់មាន5តែប៉ុណ្ណេះទេបាទមានជាពាងទឹកត្រៀមសម្រាប់បងប្អូនយើងមកលេងដែរបាទខាងមុខទៀតមានបាទរដ្ឋបាលខេត្តបានដាក់ពាងជាច្រើនទៀតបាទទៅទៀតយើងទៅដល់ហើយលើមើលអាគារនេះសិនបាទមើលប្រាសាទមួយសិនបាទនេះគឺជាទីសក្ការៈបូជាបាទពោះនេះរាជពណ៌មាសភ្លឺភ្លេចបាទស្វាគមន៍ឆ្នាំម្សាញ់អូដូចពិតបាទដូចបេះដាក់rồiមានទាំងសកាមានអីមកស្អាតបាទបោះលិនដាក់ក្លិនបាទនេះគឺសុទ្ធតែជាពាងទឹកត្រៀមសម្រាប់បងប្អូនយើងមកលេងហ្នឹងបាទបន្តរហូតទៅដល់វិមានឯករាជ្យនោះអូនេះរាជធំមែនទេបាទទៅដល់មុខសាលាខេត្តដល់វិមានឯករាជ្យតើមានអីខ្លះបាទអូបាទគំនូលើពាងស្អាតណាស់បាទសង្ក្រានឧត្តររូបតុក្កតាខ្លាឃ្មុំអីមកស្អាតហ្មងបាទរដ្ឋបាលខេត្តចំណាយលុយអស់ច្រើនណាស់នេះដើម្បីបងប្អូនយើងបានសប្បាយបាទចំណាយលុយអស់ច្រើនប៉ុណ្ណាក៏មិនស្ដាយដែរបាទខាងនោះក៏មិនដឹងជាស្អីទេកន្លែងនេះមិនដឹងកន្លែងគេទេនេះឥឡូវនេះយើងឆ្ពោះទៅវិមានឯករាជ្យបាទ
đang thạc hàng cái lấy nút mình đã tăng cái class đấy bạnបាទទេសភាពស្អាតមែនទែនបាទបើសិនជាថតពេលយប់អីគឺភ្លឺចិញ្ចាចបងនេះភូមិពិព័រណ៍ភូមិអាហារសូមស្វាគមន៍គឺនៅទល់មុខសាលាខេត្តបាទបាទសង្គ្រាមដល់សូមស្វាគមន៍កន្លែងនេះមិនដឹងជាកន្លែងគេលេងអីទេបាទអូធំទលាយបាទខាងមុខនោះដូចជាកន្លែង concert បាទ concert ស្រាបៀរកម្ពុជាបាទគឺសិតឆាកទាំងជាឆាកអីខ្លះទេបាទត្រង់នោះគឺ concert បាទធំៗបាទឥឡូវយើងចូលប្លង់នេះម្ដងបាទរដ្ឋបាលខេត្តឧត្តរមានជ័យបាទនេះគឺប្លង់តាមស្រុកក្រុងមួយបាទរដ្ឋបាលក្រុងសំរោងបាទមានទាំងគ្រប់ក្រុងស្រុកបាទទាំង5ហ្នឹងបាទហើយនៅចន្លោះគឺមានដាក់ជាស្លាកសម្រាប់លេងល្បែងកម្សាន្តបាទនៅខាងនេះគឺមានល្បែងចម្រុះខាងនោះគឺខ្ញុំស្រឡាញ់និងគាំទ្រក្រមាខ្មែរបាទនេះក៏ដូចគ្នាដែរស្រឡាញ់គាំទ្រក្រមាខ្មែរបាទខាងនេះវិញគឺបូមទឹកដាក់ដបបាទល្បែងបូមទឹកដាក់ដបបាទខាងប្លោះខាងនេះមិនទាន់មានឃើញស្លាកអីទេបាទខាងនេះក៏មិនទាន់ឃើញមានដែរបាទប្លោះខាងនេះគឺចង្វាក់រាំណាំណាវប្លោះខាងនេះវិញគឺកងផ្លាស់ទីបាទប្លោះចុងក្រោយគេណាការសម្ដែងចម្រុះបាទការសម្ដែងចម្រុះបាទអូបាទចារៀបចំស្អាតមែនទែនបាទជាពិសេសគឺទៅលើភ្លើងពណ៌ទីធ្លាធំណាស់បងប្អូនអើយធំល្វឹងល្វើយ
បាទនេះគឺជាទស្សនវិជ្ជាខ្លះៗនៃការរៀបចំពិធីសង្ក្រាន្តឧត្តរស្ថិតនៅក្នុងខេត្តឧត្តរមានជ័យបាទដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី14 15 16បាទ